ចាំបងប្អូនទាំងអស់គ្នាទៀតមើលចាគឺមហូបអីគេចាជាស្រ័យបងប្អូននៅពេលដែលឆាសាច់ហ្នឹងគឺផ្លេចថតតែអីខ្ញុំអាចប្រាប់បានថាចាយើងកូរស្ករក្រហមចាដាក់ខ្ទឹមដាក់អីហើយគឺយើងអាចឆាសាច់ហ្នឹងបានហើយចាហើយជាអ្វីដែលសំខាន់នេះគឺខម៉ាំត្រីពោបងប្អូនចាចាគឺម៉ាំនេះគឺអញដាក់ប្រហែលជាចូលចិត្តមកកំប៉ុងនឹងដែរម៉ាំតែអាម៉ាំថ្មីណាបងប្អូនណាកុំតែអាម៉ាំដែលសយូរវាខាចាអ្វីដែលសំខាន់គឺយើងធ្វើដូចប្រហុកចឹងណាចាគឺថាយើងយកវាមកកូរជាមួយទឹកក្តៅហើយឲ្យវាផុយសាច់ហើយចាំបងប្អូនស្រង់វាយកមកចាក់ជាមួយនឹងសាច់ជ្រូកដែលខមកញ៉ាដល់ពេលសាច់ដែលឆ្អិនចាហើយចាក់ទឹកម៉ាំហើយគឺយើងអាចដាក់ត្រីបានណាបងប្អូនចាដាក់ត្រីទៅគឺវាចាប់ដើមចូលជាតិមួយគ្នាហើយបន្ទាប់មកគឺយើងអាចដាក់ប៊ីចេងទឹកត្រីម្សៅស៊ុបចាតាមនឹងទៀតមកដល់ពេលដែលយើងមកងាស់ត្រីឆ្អិនហើយគឺចាប់ដើមដាក់ជាមួយនឹងទ្របយើងណាទ្របវែងណាបងប្អូនចាគឺជាតិមកងាស់យើងមកសន្ទុះឲ្យទ្របនឹងវាផុយឲ្យលួយហើយគឺថាក្លិនឈ្ងុយពេញផ្ទះតែម្ដងបងប្អូនអាចសាកធ្វើបានមានចង្អល់កន្លែងណាអាចសួរខ្ញុំបន្ថែមបានដោយសារវីដេអូកាត់លឿនពេកបងប្អូនចាហើយរៀងផ្លេចកាន់កាមេរ៉ាថតចឹងណាព្រោះដោយសារលើកហ្នឹងខ្ញុំមិនអ្នកធ្វើទេគឺម៉ាក់ខ្ញុំអ្នកធ្វើចឹងគាត់ធ្វើគាត់អត់ប្រាប់យើងទេគឺគាត់ធ្វើវឹងដាក់វឹងចឹងទៅក៏ថតបានខ្លះអត់ខ្លះប៉ុន្តែជាតិហ្មងហើយនេះគឺបន្លែបងប្អូនអើយចាគឺថាបន្លែគ្រប់មុខផ្ទាប់រសជាតិគឺដិតឆ្ងាញ់តែម្ដងសាកធ្វើមើលបង